ស្ដីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mr. An បងប្អូនដឹងអត់ថានៅក្នុងវិញ្ញាសាភាសាអង់គ្លេសប្រឡងបាក់ឌុបផ្នែក Reading ការ Filling ឬការបំពេញចន្លោះ10បន្ទុកគឺជាផ្នែកដែលសិស្សភាគច្រើនខ្លាចនឹងបាត់បង់បន្ទុកដោយសារតែអង្គុយបាទតែនៅក្នុងវីដេអូនេះវីដេអូ10នាទីនេះខ្ញុំនឹងមកបកស្រាយល្បិចសម្ងាត់មួយដែលជួយបងប្អូនរកចម្លើយឃើញនៅក្នុងរយៈពេលខ្លីពេល5នាទីបាទប៉ុណ្ណោះដោយមិនបាច់បកប្រែអត្ថបទទាំងមូលឡើយបើចង់ដឹងថាជាល្បិចអ្វីកុំភ្លេចចុច like និង subscribe ម្នាក់មួយរួចត្រៀមសៀវភៅកត់ត្រាមកអ្នកទាំងអស់គ្នាមកចាប់ផ្ដើមជាមួយនឹងខ្ញុំទាំងអស់គ្នាបាទនៅក្នុងឧទាហរណ៍ទី1គេឲ្យហើយអញ្ចឹង part 1 reading 10 mark okay read the text and fill in each gap with the appropriate word from the box by putting the gaps number in the brackets next to the word in the box the first one has been done as an example for you student life ជីវិតរបស់សិស្សានុសិស្ស even the most studious among you will probably have difficulty studying at some stages in your academic. If or when this happens, the only way to overcome ចឹងពាក្យ overcome ជាចម្លើយដែលត្រឹមត្រូវនៃលំហាត់ទី1 overcome ចឹងយើងដាក់ទី1នៅកន្លែងនេះ This problem is to go back to basics. First, make you have comfortable environment to study in. Some students cannot. អញ្ចឹងយើងមើលលំហាត់ទី2បាទល្បិចទី2នេះអញ្ចឹងនៅក្នុងល្បិចទី2ល្បិចទី1ដែលគ្រូចង់ឲ្យបងប្អូនបកមកល្បិចទី1សិនអធិស្ឋានចឹងតាមមកមើលល្បិចទី1ដែលគ្រូឲ្យចង់ដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចង់ចាំជាដាច់ខាតនោះបានន័យថាកុំទាន់មើលប្រអប់ពាក្យតែត្រូវមើលតម្រងពាក្យដែលចន្លោះនោះត្រូវការជាមុនសិននៅក្នុងភាសាអង់គ្លេសពាក្យកន្លឹះមាន4ប្រភេទគឺនាមកិរិយាសព្ទគុណនាមនិងគុណកិរិយាឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុងវិញ្ញាសាចាស់មួយនេះនៅក្នុងចន្លោះទី2គេសរសេរថា some student បាទគេសរសេរថា some student cannot មើលកន្លែងនេះណា cannot okay some student cannot if there are too many distraction បងប្អូនមើលពាក្យនៅខាងមុខចន្លោះភ្លាមឃើញពាក្យអ្វីគឺពាក្យ cannot តាមច្បាប់វេយ្យាករណ៍បន្ទាប់ពីពាក្យ can cannot must should will យើងដាច់ខាតត្រូវតែបំពេញកិរិយាសព្ទដើមឬហៅថា base verb 1ឃើញទេគ្រាន់តែប៉ុណ្ណឹងបងប្អូនអាចកាត់ចម្លើយដែលជានាមឬគុណនាមចេញពីប្រអប់បានភ្លាមសល់តែ verb ប៉ុន្មានម៉ាត់ងាយស្រួលជ្រើសរើសបំផុតនៅក្នុងយុទ្ធសាស្ត្រទី2រូបមន្តមើលមុខមើលក្រោយ context clue បានន័យថាខ្ញុំចង់ខ្ញុំយក word ពណ៌ក្រហមមកគូសរង្វង់លើពាក្យ cannot បាទនៅពាក្យ cannot នេះគូសរង្វង់ពាក្យឥឡូវខ្ញុំ underline cannot បាទពាក្យគូសរង្វង់នៅលើពាក្យ cannot ហ្នឹងនិងពាក្យ distraction បាទ distraction នេះពាក្យ distraction នេះមកយកមកគូសរង្វង់បាទគូសរង្វង់នៅក្នុងពាក្យ cannot and distraction បាទ avoid distraction នៅក្នុងអត្ថបទដើម្បីឲ្យអ្នកមើលងាយយល់តាមបាទបន្ទាប់ពីដឹងថាវាជា verb ហើយតើយើងជ្រើសរើស verb មួយណាឲ្យត្រូវន័យមកប្រើល្បិចទី2គឺមើលក្រោយចន្លោះនៅខាងក្រោយគេនិយាយអំពី too many distraction មានន័យថាការរំខានច្រើនពេកធម្មតាកាលណាមានការរំខានច្រើនតើយើងមិនអាចធ្វើអ្វីបានគឺយើងមិនអាចផ្ដោតអារម្មណ៍បានទេ
ដូច្នេះខួរក្បាលយើងត្រូវរកពាក្យដែលមានន័យថាបដោតអារម្មណ៍ភ្លាមពេលបងប្អូនទៅមើលក្នុងប្រអប់ពាក្យបងប្អូននឹងឃើញពាក្យ concentrate ឬ focus ភ្លាមឃើញទេយើងរកចម្លើយឃើញដោយមិនបាច់ចំណាយពេលប្រែអត្ថបទតាំងពីដើមមកឡើយបានអូខេនឹងខ្ញុំសូមបញ្យល់ខ្លីៗប៉ុណ្ណឹងទាក់ទងជាមួយនឹងលំហាត់ទី2ឥឡូវយើងមួយទៅលំហាត់ទី3យើងអានពីមក if there are too many distractions so they need a quiet place others need some sort of background noise such as music or company of friends whatever your personal preference is you need to អញ្ចឹងលំហាត់ទី3នេះអញ្ចឹងលំហាត់ទី2យើងរកចម្លើយឃើញហើយគឺលេខconcentrate គឺ number 2ចឹង number 3បាទ number 3ពាក្យមួយណាដែលជាចម្លើយដែលត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ organize បាទ organize គឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងគឺសេលេខ3មកបាទអញ្ចឹងយើងអានដាក់ពាក្យ organize ហើយយើងអានមើល you need to បាទ you need to organize but you need to organize this first of all let's make sure you have all of the equipment or tools that you need for example if you are blah 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 a geography course and you have to អញ្ចឹងយើងមើលទី4ចឹងយើងមើលទី4ពាក្យដែលត្រឹមត្រូវយើងមើលមើល to be នេះឥឡូវយើងមកមើលនេះមួយណាដាក់សំរុំអញ្ចឹងប្រហែលពាក្យនេះគឺដាក់កាទេអញ្ចឹងមានតែពាក្យមាន taking ហើយនឹង doing អូខេអញ្ចឹងចម្លើយទី4ចម្លើយដែលត្រឹមត្រូវគឺចម្លើយ taking បាទ taking យើងសរសេរលេខ4មកបាទទី4យើងសរសេរលេខ4 taking យើងអានសាកមើល for example if you are taking a geography course and you have to number 5ឥឡូវយើងក្រឡេកមើល number 5ពាក្យនៅក្នុងប្រអប់មួយណាជាចម្លើយដែលត្រឹមត្រូវ number 5បាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ learn អូខេនេះជាចម្លើយដែលត្រឹមត្រូវlearn you have to learn about country and their capital cities then you will need to have your atlas in your hand អូខេចឹងទី5ចម្លើយដែលត្រឹមត្រូវគឺចម្លើយ learn ដាក់រួចហើយចុះចម្លើយទី6 if you are today your mathematics homework then be sure to find your calculator ruler protractor and compass before you start perhaps you are not preparing a homework assignment or project but are trying to revise for an exam អញ្ចឹងទី6ចម្លើយដែលត្រឹមត្រូវអ្នកមើល A មើលកិរិយាសព្ទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ doing បាទ doing ចម្លើយទី6គឺជាចម្លើយដែលត្រឹមត្រូវបាទបន្តទៀតទៅលំហាត់ទី7លំហាត់ទី7 your mathematics homework then be sure to find your calculator ruler protractor and compass before you start perhaps you are not preparing a homework assignment or project but are trying to revise for an exam if so you need to know exactly what is on your ចម្លើយដែលត្រឹមត្រូវគឺ curriculum បាទ curriculum number 7អូខេ curriculum គឺជាចម្លើយដែលត្រឹមត្រូវ you should also number 8 you should also revise បាទ review ចឹង review number 8 okay number 9 number 9 the last one okay understanding of what your lecturers have okay touchនេះ touch number 9ជាចម្លើយចុងក្រោយ you note
No, the text should provide cuts of all the ends of the paragraph and does not include the word box itself. If you need help finding the right word to fill in the blanks from 2 to 9, feel free to provide a list of words and I can help you show that. Thank you everyone អរគុណអ្នកទាំងអស់គ្នាដែលបានតាមដាននៅក្នុងការសិក្សាមេរៀនក្នុងវីដេអូនេះ Goodbye see you the next